នេះមែនទេដែលឯងថាជាខ្លាសាហាវដ៏គួរឲ្យរន្ធត់នោះប្រកាសណាស់សិស្សប្អូនរបស់ខ្ញុំពីរនាក់ត្រូវបានវាស៊ីបាត់ទៅហើយអូអញ្ចឹងយើងត្រូវមើលឲ្យច្បាស់នឹងភ្នែកបន្តិចហើយល្អសាហាវក្រាន់បើឆុងប្រកាសជាចូលចិត្តមិនខានពិតជាមានអារម្មណ៍ល្អណាស់ចូលគាល់ម្ចាស់វិមានមួយមិនរាយការណ៍ពីរមិនធ្វើគេបរកិច្ចយានយ៉ាងធានឯងពិតជាថ្លើមធំមែនយ៉ាងណាក៏តំណែងម្ចាស់វិមានឯងអង្គុយក៏មិនបានយូរដែរឯងមានន័យថាម៉េចឬក៏មិនចឹងទេតាមដែលខ្ញុំដឹងនោះឈីហ្វឹងយ៉ាងទម្លុះដល់កម្រិតធានអ៊ូបាត់ទៅហើយក្បាច់គុណគេខ្លាំងជាងលោកថែមទាំងស្និទ្ធស្នាលនឹងមនុស្សក្នុងរាជវង្សទៀតលោកថាតែមើលវិមានស្ដេចឈីលីននេះចិត្តដូរត្រកូលទៅជាត្រកូលឈីហើយមែនទេហើយនិយាយប៉ះពាល់អំណាចរាជវង្សគឺជាទោសប្រហារជីវិតអ្នកដែលត្រូវស្លាប់តាមពិតទៅមិនមែនជាយើងនោះទេដូចជាបានឮមកថាម្ចាស់វិមានលីនរកឃើញច្រកណូអាធិរីតែមិនព្រមរាយការណ៍ថ្វាយរាជវង្សនោះអីវិវត្តហើយរឿងភ្នោអធិរាជលេចធ្លាយបាត់បើរាជវង្សដឹងគឺជាទោសប្រហារជីវិត9ចំនួនមិនខានមិនចាំបាច់ភ័យទេការដែលយើងមកទីនេះគឺមកដើម្បីជួយលោកម្ចាស់វិញឯតាហើយលោកម្ចាស់គ្រាន់តែជួយខ្ញុំកម្ចាត់បាក់នាខៀវនិងសម្លាប់ឈូហ្វឹងចោលជាការស្រេចតែបផាត់ប្រពន្ធផ្នែកវេទមន្តចុងក្រោយរួចហើយឈូហ្វឹងនេះចេះតែប្រាប់ពួកយើងមែនឈូហ្វឹងកំពុងតែបិទវគ្គព្យាបាលមេប៉ាគេកំពុងតែរវល់ដកឃ្លៀមរួចទេឯងចាប់បដូរតែបានទេហើយយ៉ាបងស្រីខ្ញុំគ្រាន់តែនិយាយលេងទេនេះឯងឆាប់លេងគេភ្លាមទៅឯងនិយាយស្អីឈូហ្វឹងមានបំណងក្បត់ជាតិយមនេះគឺតាមបញ្ជាវិមានស្ដេចឈីលីនដើម្បីចាប់មនុស្សវិមានស្ដេចឈីលីនតែទៅជួយយកអាសាឈូហ្វឹងរហូតមកតែមានរឿងអីប្រែប្រួលទេចង់ចាប់សិស្សច្បងឈូហ្វឹងហ៎ឆ្លងកាត់សាសនាយើងសិនទៅយកជីវិតឈូហ្វឹងតែម្នាក់ដូននឹងមនុស្សទូទាំងបាក់ឯងចំនួននេះមិនចំណេញទេជាមនុស្សអាក្រក់ចូលចិត្តបង្កបញ្ហាមែនខ្ញុំមើលទៅបងប្អូនស្រីនាងពីរនាក់មានសម្រស់គួរសមដែរតើមិនចឹងមកតាមយើងទៅរស់នៅសោយសុខវិញល្អជាងរស់នៅសោយសុខជាមួយយើងទៅមិនខ្លាចមេបញ្ជាការធំមកទៅបញ្ជាជាមួយឯងទេមេបញ្ជាការធំហ៎ឯងចង់និយាយដល់ឈីហ្វឹងយ៉ាងមេបញ្ជាការធំដែលក្បត់ជាតិថ្ងៃស្អែកនឹងត្រូវយកទៅប្រហារជីវិតនោះហ៎មើលទៅឈូហ្វឹងប្រហែលជាត្រូវបោះបង់ពួកឯងចោលបាត់ទៅហើយតែទោះរត់ទៅដល់ទីណាក៏ដោយក៏
ក៏គង់តែងាប់ដដែលនឹង អ្នកដែលត្រូវងាប់គឺឯងទេឯងហ៊ានឈ្លានពានបានីខៀវទោសរបស់ឯងមិនអាចលើលែងទេធម្មពលវិញ្ញាណរបស់គេបែរជាខ្លាំងជាងខ្ញុំទៅទៀតហើយកុំស្ដាប់ខ្ញុំអីខ្ញុំនឹងអាចកំបាំងប្រូអធិរាជអាគេនិយាយមកវិមានស្ដេចឈីលីនលាក់ទុកច្រកចូលផ្លូវអធិរាជដោយសម្ងាត់ច្រកចូលនៅណាទេនៅនគរបែកបាក់តកូលកុងគំនោបែកបាក់តកូលកុងអាល្អិតអញនេះសំណាងធំហើយត្រឹមតែជាឯងចង់លេងល្បែងជាមួយយើងសេមីឯងមិនអីទេរបស់តែងទុយប៉ុណ្ណឹងមិនអីនោះទេយានយ៉ាងធានផ្សំគំនិតជាមួយវិមានស្ដេចឈីលីនលើកនេះពួកគេមិនព្រមឈប់ដល់ងាយឡើយខ្ញុំនឹងទៅទាមទារយុទ្ធធម៌ឲ្យបាក់នាខៀវវិញបានន័យថាសាច់ច្បងទៅវិមានស្ដេចឈីលីនតែម្នាក់ឯងទេលបងឈីមានគុណជួយជីវិតយើងលៀនប្រហារជីវិតលើកនេះត្រូវតែជួយឲ្យបានប៉ុន្តែវិមានស្ដេចឈីលីននេះគឺជាឋាននរកលើដីច្បាស់ណាស់បងអូនស្រីខ្ញុំជួត្រូវបានកូនប្រុសបង្ការរបស់លីនម៉ូលីចាប់យកទៅរហូតមកដល់ពេលនេះបាត់ដំណឹងសូនឈឹងឬគេនិយាយតគ្នាថានារីដែលត្រូវចាប់ទៅសុទ្ធតែត្រូវគេយកធ្វើជាចំណីឲ្យសត្វសាហាវអស់ហើយកុំអីណាខ្ញុំសំវលោកម្ចាស់លេងខ្ញុំទៅកុំអីស្រីស្អាតអូនចង់ឲ្យបងស៊ីឬក៏ចង់ឲ្យវាស៊ីសត្វដេរឆានឯងមិនគួរនៅរស់ទេអនុរស់មនុស្សពីលហ៊ានរួមគំនិតគ្នាលេងល្បិចបោកយើងប្អូនប្រុសឈូហ្វឹងឯងដាច់ខាតកុំមកឲ្យសោះណាសូម្បីតែមុខខ្មោចក៏ត្រូវឈូហ្វឹងសម្លាប់ដែរយកឈីហ្វឹងយ៉ាងធ្វើជានុយដូចនេះវាមិនអាចមិនមកនោះទេបញ្ហានេះយើងត្រូវទៅដោះស្រាយដោយផ្ទាល់ដៃទើបបានមនុស្សចង្រៃនេះធ្វើឲ្យយើងខាត់បងកម្លាំងទ័ពបន្តិចទេថ្ងៃនេះឈិញហ្វឹងយ៉ាងត្រូវតែងាប់ដើម្បីកុំឲ្យយប់យូរសបិនច្រើនដល់ពេលហើយលៀនម៉ូលីនិយាយគ្នាឲ្យថាយកឈីហ្វឹងយ៉ាងធ្វើជានុយតាក់យកឈីហ្វឹងឲ្យចេញមកលោកមិនអាចត្រឡប់ពាក្យសម្ដីបានទេប្រហាយើងរងចាំមើលតើនរណាហ៊ានប៉ះព្រឹទ្ធាចារ្យមករកផ្លូវងាប់ខ្លួនឯងហើយឈប់មិនក៏ឯងឈូហ្វឹងមានអីនិយាយគ្នាបានតើឈុំនិយាយច្រើនទៀតទេលេងមនុស្សមកយានយ៉ាងធានថ្ងៃនេះបាយហ៊ានធ្វើឲ្យឆុងរបួសយានរាយការណ៍រឿងឯងគម្រាមវិមានស្ដេចទៅរាជវង្សមិនខានរាយការណ៍ទៅរាជវង្សលោកមានក្បាលប្រមាណសម្រាប់ឲ្យគេកាត់ទៅយើងមិនខ្វល់ទេបើឆុងកាត់អីយើងនឹងស្លាប់ជាមួយឯងលិនម៉ូលីសូមលោកកុំស្ដាយក្រោយសោះណាពិតជាសាច់រឿងឆ្កែខំគ្នាដាច់កន្ទុយមែនឈូហ្វឹងមនុស្សឯនាំទៅចុះលែងឆុងមកវិញយកទៅវិញទៅព្រឹទ្ធាចារ្យ
អូនប្រុសអរគុណខ្លាំងណាស់ ចាំយើងមានសុវត្ថិភាពសិនយើងនឹងលេងគេមកវិញ ឆុងអរបស់ពួក បើពួកឯងហ៊ានតាមមកយើងនឹងសម្លាប់គេហើយ ឆុងខាងងាប់ហើយយើងអត់ចេះហោះទេវើយយានយ៉ាងធាន យើងយ៉ាងធានលោកមិនរក្សាសន្យាមិនអាចបន្ទោសយើងបានទេពេលដែលទៅដល់ក្រោមកុំភ្លេចលុតជង្គង់សុំទោសវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងនោះទៅឯងបំផ្លាញរឿងធំរបស់យើងស្លាប់ទៅក៏វាសមមកអាចច្រាស់ជើងឈូហ្វឹងឯងមិនរួចខ្លួនទេអូនប្រុសដាក់យើងចុះទៅឯងប្រញាប់រត់ទៅ ថ្ងៃនេះគឺត្រូវតែបដូរជីវិតខ្ញុំក៏ត្រូវតែនាំព្រឹត្តិការណ៍ចេញទៅឲ្យបានដែរតាន់ប្រើកម្លាំងនាំទៅទិសខាងជើងទៅ ឯងស្គាល់ពីសមត្ថភាពរបស់ម្ចាស់ក្សត្រីនេះបន្តិចចាត្រឹមតែកម្រិតសៀនអ៊ូបែរជាមានល្បឿនលឿនដល់ម្លឹងឈូហ្វឹងឯងមកពីណាប្រកាសទៅ អូនប្រុសក្បាច់កូនឯងពិតជាសាហាវមែន ឆ្លងកាត់ព្រៃថ្មនេះទេគេដាក់ជាលោកបាយឈីហើយឈូហ្វាំងឥឡូវនៅត្រឹមតែកម្រិតសៀនអូត្រឹមត្រូវនឹងស្លាប់បិសាចពិតជាលើកកម្លាំងពេកហើយ អូនប្រុសឯងកាត់អីនឹង ឈូហ្វឹងទីនេះហើយគឺជាកន្លែងបញ្ចុះស្លាប់របស់ឯង តាន់កុំបង្ខំកម្លាំងពេកអី អូនប្រុសឆាប់ដាក់យើងចុះទៅបែបនេះពួកយើងងាប់នៅទីនេះតាំងពីអ្នកមិនខានទេ ចលងព្រៃបៃឈី ឈូហ្វឹងឯងអស់ផ្លូវរត់ហើយទម្រង់ទេវតាការពារផ្សែងពុល យានយ៉ាងធាននៅបដល់ទីថាខ្លួនឯងត្រូវគេលេងល្បិចដាក់វិញ តាន់ឆាប់បដូររាងកាយទៅ មិនបាច់ទេពេលនេះចិត្តដល់ហើយទេ ឈូហ្វឹងអាចចង្រៃហ៊ីលេល្បិចដាក់យើងទៀតហើយសម្ពាធចលងព្រៃបៃឈីនេះសូម្បីតែយើងក៏ទ្រាំមិនចង់បានដែរមិនបាននោះទេបើរស់ត្រូវតែឃើញមនុស្សបើស្លាប់ត្រូវតែឃើញសាសសមមិនអាចទេដល់ដែនកំណត់ទៅហើយពីអ្នកឯងប្រកាសជាស្លាប់គ្មានសល់ឆ្អឹងទេពួកឯងងាប់ឲ្យអស់ទៅយើងនឹងរងចាំមើលថាតើនរណាការពារបកនេះខៀវទៀតព្រឹទ្ធាចារ្យ